អំណាចនៃវាចាដ៏ប្រពៃដោយការលះបង់ការនិយាយអាក្រក់ពីគេដើម្បីកសាងនៅសន្តិភាពផ្លូវចិត្តតាមពុទ្ធឱវាទនៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃការទំនាក់ទំនងគ្នាតាមរយៈវាចាឬក៏ជាពាក្យសម្ដីគឺជាស្ពានដ៏សំខាន់មួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សប៉ុន្តែជារឿយៗខ្ញុំសង្កេតឃើញថាពាក្យសម្ដីមួយចំនួនហ្នឹងគឺបានคล้ายទៅជាអាវុធដ៏មុតស្រួចដែលជាហេតុធ្វើឲ្យចាក់ទម្លុះបេះដូងរបស់មនុស្សដោយគ្មានរបួសស្នាមបំផ្លាញសេចក្តីសុខសុភមង្គលបំផ្លាញសាមគ្គីភាពនិងកិត្តិយសរបស់អ្នកដទៃតាមរយៈការនិយាយដើមគេការនិយាយអាក្រក់ពីអ្នកដទៃព្រះអង្គបានសម្ដែងទៅទៅនឹងទោសនៃការនិយាយអាក្រក់ពីអ្នកដទៃដែលតេតងទៅនឹងបេសនាវាចាការនិយាយញុះញង់បំបីបំបាក់បរោសវាចាការនិយាយពាក្យត្រគោះបោកបោកឬក៏ជាការប្រមាថមើលងាយដល់អ្នកដទៃសូមយើងសម្គាល់ថាបុគ្គលដែលមុននឹងនិយាយអាក្រក់ពីអ្នកដទៃចិត្តរបស់បុគ្គលនោះគឺពោពេញទៅដោយសេចក្តីក្តៅក្រហាយមុននឹងគាត់អាចនិយាយអាក្រក់ពីនរណាម្នាក់ចិត្តរបស់បុគ្គលនោះត្រូវបានគ្របដណ្ដប់ដោយអកុសលធម៌ដែលមានទោសៈកំហឹងនិងអ៊ីសាសេចក្តីច្រណែនដូច្នេះចិត្តរបស់បុគ្គលនោះគឺកំពុងតែឆេះក្តៅដុតកំឡោចនៅផ្លូវចិត្តរបស់ខ្លួនរួចពលពាក្យទាំងអស់នោះអាក្រក់ទាំងអស់នោះចេញទៅដុតរៀលដាលទៅកាន់អ្នកដទៃដូច្នេះសូមយើងរៀនសិក្សាពីចំណុចនេះប្រសិនបើកាលណាបើយើងធ្វើឲ្យអ្នកដទៃក្តៅក្រហាយដោយខ្លួនឯងដែរនោះនឹងបង្កើតឲ្យមាននៅការចងនៅពេលវេលានឹងគ្នាព្រះអង្គសម្ដែងថាការនិយាយដើមការប្រមាថមើលងាយគឺជាការកសាងនៅវចីកម្មតាមផ្លូវវាចាកម្មនេះឯងនឹងតាមឆ្លោះបញ្ចាំងមកវិញដោយការធ្វើឲ្យយើងនឹងបាត់បង់នៅការទុកចិត្តបាត់បង់នៅការគោរពនិងបង្កើតឲ្យមានសត្រូវនៅជុំវិញខ្លួនយើងបើយើងសិក្សាទៅកាលណាបើយើងចងនៅកម្មពៀវេរាចំពោះមនុស្សដែលនៅជុំវិញខ្លួនបង្កើតឲ្យមាននៅការបាត់បង់ទំនុកចិត្តបាត់បង់នៅការគោរពនោះនឹងឈានទៅដល់ការបាត់បង់នៅភាពទន់ខ្សោយឬក៏បង្កើនឲ្យមាននៅភាពទន់ខ្សោយនៃចំណែកផ្លូវចិត្តរបស់បុគ្គលនោះផងដែរដូច្នេះបុគ្គលដែលចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃការនិយាយដើមមិនល្អពីអ្នកដទៃគឺជាមនុស្សមួយប្រភេទដែលកំពុងតែប្រកាសពីភាពទទេស្អាតនិងភាពទន់ខ្សោយនៃផ្លូវចិត្តរបស់ខ្លួនគេទៅវិញទេព្រោះគាត់កំពុងតែចំណាយពេលជាច្រើនដើម្បីតាមដានមើលកំហុសអ្នកដទៃដោយការបោះបង់អំពីការអភិវឌ្ឍសមត្ថភាពផ្លូវចិត្តរបស់ខ្លួនឯងដូច្នេះតើយើងគួរបដិបត្តិតាមពុទ្ធឱវាទយ៉ាងណាទៅដើម្បីជៀសវាងអំពីការនិយាយអាក្រក់ពីអ្នកដទៃត្រង់ចំណុចនេះគឺយើងត្រូវតែផ្លាស់ប្ដូរវិធីសាស្ត្រនៃការគិតបដូរពីការរិះគន់មកជាការរៀនចេះអត់ឱនដោយមេត្តាព្រះអង្គទ្រង់បានរំលឹកខ្លួនយើងថាបុគ្គលគួរតែស្វែងរកកំហុសរបស់ខ្លួនជាជាងអង្គុយចាំចាប់កំហុសរបស់អ្នកដទៃនៅពេលដែលយើងមើលឃើញពីចំណុចខ្វះខាតរបស់គេសូមយើងប្រើមេត្តានិងការយោគយល់ព្រោះគ្មាននរណាម្នាក់ដែលល្អគ្រប់10នោះទេប៉ុន្តែប្រសិនបើយើងទទួលឬក៏បានឃើញនៅចំណុចខ្វះខាតអ្នកដទៃសូមយើងប្រើប្រាស់នៅមេត្តាដើម្បីយកទៅដោះស្រាយអំពីបញ្ហាទាំងអស់នោះគឺដោះស្រាយតាមបែបសន្តិវិធីដោយមិនប្រើប្រាស់នៅកំហឹងមិនប្រើប្រាស់នៅពាក្យត្រគោះបោកបោកមិនប្រើប្រាស់នៅពាក្យប្រមាថមើលងាយណា
ដូច្នេះដើម្បីទទួលយកនៅរឿងរ៉ាវទាំងអស់នោះសូមយើងបដូរផ្ដាស់ផ្ដូរផ្លាស់ពីវិធីគិតគឺបដូរមកពីការរិះគន់មកជាការរៀនចេះអត់ឱនណាបន្តមកទៀតគឺយើងរៀនប្រកាន់ខ្ជាប់នៅសមាវាចាមុននឹងយើងនិយាយអ្វីទៅកាន់អ្នកដទៃសូមយើងគិតពិចារណានៅរឿង3ចំណុចទី1យើងត្រូវសួរខ្លួនឯងថាតើពាក្យទាំងអស់នោះពិតដែរឬទេទី2តើពាក្យដែលយើងនិយាយទៅហ្នឹងគឺមានប្រយោជន៍ដែរឬទេហើយចំណុចទី3ហ្នឹងគឺជាការតើយើងនិយាយទៅចិត្តរបស់យើងហ្នឹងកំពុងតែខឹងឬក៏កំពុងតែមានចិត្តនៅមេត្តាសេចក្តីស្រឡាញ់ហើយការនិយាយរបស់យើងហ្នឹងតើស្រមស្របដែរឬទេណាដូច្នេះកាលណាបើយើងគ្រប់គ្រងនៅពាក្យសម្ដីទាំងអស់នេះបានគឺជាអរិយទ្រព្យដ៏សំខាន់មួយណាអរិយទ្រព្យដ៏សំខាន់មួយប្រសិនបើយើងប្រើប្រាស់ពាក្យសម្ដីដែលនិយាយទៅត្រឹមត្រូវគឺពិតណាស់គឺល្អមែនទែនប៉ុន្តែប្រសិនបើយើងនិយាយទៅជាហេតុនាំឲ្យមានការបែកបាក់ឬក៏បង្កើតឲ្យមាននៅសេចក្តីក្តៅក្រហាយជំរើសដ៏ល្អបំផុតគឺជាការរក្សាភាពស្ងៀមស្ងាត់ប្រកបដោយសតិគឺជាជំរើសដ៏សំខាន់មួយនៅក្នុងជីវិតរបស់យើងណាដូច្នេះជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាចងចាំថាពូជដែលយើងកំពុងតែដាំតាមផ្លូវវាចានេះនឹងហុចឲ្យយើងវិញនៅថ្ងៃណាមួយចាក់ជាមិនខានឡើយប្រសិនបើយើងដាំពូជនៃការនិយាយពាក្យអាក្រក់ការនិយាយដើមគេការប្រមាថមើលងាយអ្នកដទៃនោះនៅយើងនឹងប្រមូលបានមកវិញនឹងនៅផ្លែផ្កាអំពីសេចក្តីក្តៅក្រហាយបាត់បង់មិត្តភាពបាត់បង់ទំនុកចិត្តបាត់បង់កិត្តិយសរបស់ខ្លួនឯងប៉ុន្តែប្រសិនបើយើងដាំពូជនៃពាក្យសម្ដីដោយមេត្តានិយាយពាក្យផ្អែមល្ហែមទន់ភ្លន់និយាយពាក្យការលើកទឹកចិត្តនិងសេចក្តីពិតតាមត្រង់គេហៅថាសមាវាចានេះគឺនិយាយពាក្យពិតពាក្យទៀងត្រង់ពាក្យដែលមានមេត្តាពាក្យពីរោះភាសាពាក្យមិនពុតផកកុហកអីជាដើមនោះទៅយើងនឹងទទួលបានមកវិញហ្នឹងនៅភាពសន្តិភាពផ្លូវចិត្តរបស់យើងនឹងស្ងប់ពោពេញទៅដោយក្តីស្រឡាញ់ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងដូច្នេះសូមបងប្អូនទាំងអស់គ្នារៀនរក្សាពាក្យសម្ដីរបស់យើងនឹងឲ្យคล้ายទៅជាផ្កាឈូកដែលកំពុងតែផ្សាយភាយនៅក្លិនក្រអូបហើយក្លិនក្រអូបពាក្យសម្ដីនេះគឺក្រអូបបញ្ច្រាស់ខ្យល់នឹងតែម្ដងខ្ញុំមានត្រឹមប៉ុណ្ណេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លាឡើយសូមឲ្យវាចារបស់យើងដែលចេញពីមាត់នេះคล้ายទៅជាពាក្យពេចន៍ដែលនាំមកនៅសន្តិភាពក្តីស្រឡាញ់និងការរីកចម្រើនចម្រើនសុភមង្គលនៅក្នុងក្រុមគ្រួសារក៏ដូចជាសង្គមជាតិរបស់យើងទាំងមូលផងដែរ